សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគបញ្ចប់មុននឹងចូលសាច់រឿងសូមជួយ Subscribe ឲ្យ admin ម្នាក់មួយផងតោះបន្ទាប់ពីឃើញរងយូឲ្យលោកតាបេះត្រីលេខាឡានក៏បានស្ដីឲ្យជាក្មេងដែលគ្មានការអប់រំបែរជាហ៊ានប្រើមនុស្សចាស់ឬគេស្ដីឲ្យម្ដាយបែបនេះលោកតាគាត់មិនពេញចិត្តបានទម្លាក់ចង្កឹះមួយទំហឹងនៅលើតុធ្វើឲ្យលេខាឡានណាសប្បាយចិត្តប៉ុន្តែផ្ទុយពីការគិតរបស់នាងគាត់បានឲ្យអ្នកបម្រើយកចង្កឹះថ្មីមកឲ្យគាត់រួចក៏បេះត្រីឲ្យរងយូនឹងទូធ្វើឲ្យនាងកាន់តែមានការសង្ស័យលើសដើមព្រោះនៅក្នុងរង្វង់នយោបាយពួកមន្ត្រីធំនិងអ្នកមានឋានៈធំជួបលោកតាហើយក៏មានការគោរពបីភាគដែរចំណែកឯរងយូគ្រាន់តែជានិស្សិតមហាវិទ្យាល័យធម្មតាម្នាក់ហេតុអីនាងអាចធ្វើឲ្យគាត់ស្ដាប់បង្គាប់បានក្រោយពីញ៉ាំអាហាររួចលោកតាបានប្រាប់ឲ្យសើយៀនថ្ងៃនេះមិនចាំបាច់ទៅធ្វើការទេជូនកញ្ញារងទៅដល់ផ្សារទំនើបទិញអីវ៉ាន់គេក៏ងក់ក្បាលសែវយាឃើញម្ដាយមិនសប្បាយចិត្តនាងក៏បាននិយាយទៅកាន់សើយៀនក្រែងប៉ាសន្យាថានឹងជូននាងទៅមើលកុនណាអញ្ចឹងអាចទៅល្ងាចនឹងបានអត់សើយៀនក៏ចាប់ផ្ដើមរារាចិត្តលោកតាមើលដឹងថាវាជាការចំណែនរបស់ម្ដាយកូនពួកនាងប៉ុន្តែហេតុអីចៅរបស់គាត់ល្ងងយ៉ាងនេះបែរជាឲ្យពួកនាងបង្វិលក្បាលតាមចិត្តហើយទុកពួកនាងសំខាន់ជាងគ្រួសារទៅទៀតគាត់ខ្ជិលខ្វល់ក៏ប្រាប់ឲ្យគេជូនសែវយាទៅមើលកុនទៅចាំគាត់ជូនរងយូទៅដោយខ្លួនឯងហើយឲ្យចៅយីជាអ្នកបើកឡានជូនទៅចៅក្បាលខូចនេះវិញសប្បាយចិត្តណាស់ក៏មកឌឺបងធំលោកតាជាអ្នកចេញលុយប៉ុណ្ណេះហើយគេនឹងដើរទិញអាណានៃម្ដងគេថាស្រឡាញ់បានប៉ុន្តែកុំឲ្យងប់ងល់សើយៀនពេលនេះមានអារម្មណ៍ថាដូចជាត្រូវគ្រួសារបោះបង់អញ្ចឹងយើងកាត់មកមើលពេលរងយូមកពីដើមផ្សារវិញចៃដនក៏បានជួបលេខាឡាននិងសើយៀននៅច្រកចូលឃើញរងយូចុះពីឡានទំនើបនាងក៏បានដើរមកផ្លែផ្កាឲ្យគ្រាន់តែជានិស្សិតស្រីធម្មតាសោះស្មានមិនដល់ថាអាចទទួលបានអំណោយថ្លៃយ៉ាងនេះពីគ្រួសារជីរងយូក៏បានដាក់ទៅវិញមើលទៅសម្លៀកបំពាក់របស់នាងក៏មិនធម្មតាដែរនិយាយតែមកឃ្លារួចក៏ដើរចូលក្នុងបាត់ទៅឃើញគេមិនសូវតបតមិនមែនគេល្ងងទេរឿងអីក៏គេដឹងដែរតាមប្រាក់ខែជាលេខារបស់នាងគ្មានសមត្ថភាពទិញសម្លៀកបំពាក់ថ្លៃបែបនេះឡើយប្រកាសជាសើយៀនជាអ្នកទិញឲ្យហើយសើយៀនចេញពីឡានមកក៏សួរថាមានរឿងអីលេខាឡានបានប្រាប់នាងគ្រាន់តែសួរកញ្ញារងយូហេតុអីបានជាលោកតាផ្ដល់អំណោយថ្លៃបែបនេះដល់នាងមើលទៅដូចជាមិនសូវសប្បាយចិត្តប្រហែលជានាងខឹងហើយសើយៀនបានតបទៅវិញថាឲ្យទៅសុំទោសគាត់ទៅមើលទៅគេចាប់ផ្ដើមបែកចិត្តបន្តិចម្ដងហើយចាស់បកែឌឺដងឆ្លូគ្នាឥឡូវដល់វគ្គក្មេងម្ដងទួបានអួតទៅសែវយាថាអ្នកមីងស្រឡាញ់នាងខ្លាំងណាស់បានទិញរបស់ជាច្រើនឲ្យនាងសែវយាក៏តបមកវិញតែវាជាលុយរបស់លោកតាទាំងអស់គឺជាលុយរបស់ប៉ាប៉ាហើយលុយប៉ាប៉ាគឺជាលុយរបស់នាងនិយាយចប់ក៏យកកតុកតារបស់ទួមកទាញឲ្យខូចទួបានចូលទៅដណ្ដើមតែត្រូវបានសែវយាច្រានឲ្យដួលរួចក៏ទៅបុកក្បាលខ្លួនឯងនឹងជញ្ជាំងហើយក៏ស្រែកយំហៅម្ដាយរត់មកដល់កូនទូពិតមកឆ្ងាញ់ហ្មងថានាងបានធ្វើឲ្យកតុកតារបស់ទួខូចដោយអចេតនាគេក៏រុញនាងឲ្យដួលនឹងជេរថាជាក្មេងដែលគ្មានឪពុកហើយចង់ដេញនាងចេញពីផ្ទះនេះទៀតចានិយាយពីលបោយវិញមកចានក្រុងធំរបស់គេមែនណាសើយៀនអត់ជឿលើកូនស្រីខ្លួនឯងទេបានសម្លុតកូនឲ្យសុំទោសសែវយារងយូមកដល់ខ្ជិលនិយាយច្រើនក៏ផ្ទះគេមកកំភ្លៀងរួចហុចវីដេអូមកឲ្យមើលឃើញសកម្មភាពច្បាស់ហើយបានភ្លឺភ្នែកថាកូនខ្លួនឯងមិនបានធ្វើខុសមែនលេខាឡានដឹងសភាពការមិនសូវស្រួលបានក្តិចកូនឲ្យយំរួចសុំទោសថាដោយសារតែនាងរវល់ពេកមិនបានបដៅមើលថែកូនឲ្យបានល្អទើបខ្លាយជាមានរឿងបែបនេះរងយូតបទៅវិញអ្នកដែលគួរទទួលបានពាក្យសុំទោសគឺជាទួមិនមែនគាត់ទេលេខាឡានបដិសេធនាងមិនព្រមសុំទោសក្មេងឡើយរងយូថានាងមានអាកប្បកិរិយាមិនគោរពដល់តកូលជីអញ្ចឹងគួរតែដាក់ពាក្យលាឈប់ដោយខ្លួនឯងទៅមុននឹងជីគ្រប់បញ្ឈប់នាងលេខាឡានចាប់ផ្ដើមច្រឡោតងើបបុកស្ដីឲ្យកុំអាងថាលោកតាជីពេញចិត្តក៏ក្អេងក្អាងអាចដេញនាងចេញបានឲ្យសោះនោះរងយូខ្ជិលប្រកែកឲ្យលេខាឡានមើលសារក្នុងទូរស័ព្ទរួចក៏ដឹកដៃទួឡើងទៅបាត់រងយូគាត់ឆ្លាតណាតាំងពីជួបលេខាឡានលើកដំបូងគាត់សង្ស័យហើយក៏ស៊ើបដឹងនាងបានបំពេញបទបញ្ញត្តិការងារជាច្រើនប៉ុន្តែស្ថិតនៅក្នុងការពិចារណានៅឡើយចៃដនមានរឿងនៅថ្ងៃនេះក៏សម្រេចថាបញ្ឈប់តែម្ដងទៅលោកតាដឹងរឿងហើយខឹងនឹងសើយៀនខ្លាំងណាស់ប៉ុន្តែគេបែរជាមកជួយអង្វរឲ្យនាងទៅវិញថាគ្រាន់តែជាកំហុសតូចតាចរបស់ក្មេងកុំដល់ថ្នាក់ដេញលេខាឡានចេញអីរងយូអត់តបទេប៉ុន្តែលោកតាគាត់កាន់តែមួម៉ៅកំហុសនាងនៅក្នុងក្រុមហ៊ុនច្រើនណាស់គេបិទភ្នែកធ្វើមើលមិនឃើញតែ
តែបែរជាឃើញកំហុសតូចមួយនៅថ្ងៃនេះថាជាអចេតនាឯងមិនអាចធ្វើជាប្រធានជីគ្រប់បានបន្តទៀតទេគ្មានទំនួលខុសត្រូវសមនឹងត្រូវបានបណ្ដេញចេញលើលោកតានិយាយបែបនេះសើយានបានជះកំហឹងដាក់រងយូថាគេជាមោទនភាពរបស់គ្រួសារជីតាំងពីក្មេងគ្រាន់តែជាកំហុសតូចមួយក៏ដេញមនុស្សរបស់គេចេញហេតុអីក៏មិនព្រមផ្ដល់ឱកាសឲ្យនាងកំពុងតែស្ដីឲ្យរងយូមិនទាន់ចប់ផងលោកតាបានទូរស័ព្ទហៅលេខាជាងឲ្យយកឯកសារផ្ទេរកម្មសិទ្ធិមកឲ្យគាត់ពិនិត្យរួចក៏ថាខុសឈ្មោះឲ្យយកទៅកែវិញមិនមែនឈ្មោះសើយានទេគឺឈ្មោះរងយូសើយានភ្ញាក់ផ្អើលមែនតើសូម្បីតែរងយូដែលជាសម័យខ្លួនក៏ភ្ញាក់ផ្អើលដែរតែនាងមិនទាន់និយាយអីលោកតាបានប្រាប់ទៅសើយានមិនចាំបាច់សួរគាត់ថាហេតុអីទេព្រោះចាប់តាំងពីថ្ងៃដែលគេជ្រើសរើសឆ្លាញ់ឡានរុស្ស៊ីមកគាត់មិនបានពេញចិត្តឡើយឥឡូវនេះគាត់បិទកាតឥណទានសូម្បីតែភាគហ៊ុនមួយចំនួនក៏គាត់ដកចេញអស់ដែរយើងកាត់មកមើលក្នុងក្រុមហ៊ុនវិញបន្ទាប់ពីលោកតាដកតំណែងរបស់សើយានចេញហើយពេលនេះរងយូបានមកកាន់តំណែងជាប្រធានជំនួសក្រោយពីពិនិត្យឯកសាររួចក៏ប្រទះឃើញការចំណាយរបស់ក្រុមហ៊ុនមានបញ្ហាគាត់ចង់ជួបអ្នកទទួលខុសត្រូវផ្នែកបញ្ជីលេខាជាងបានទូរស័ព្ទទៅសួរបុគ្គលិកពួកគេប្រាប់ថាអ្នកទទួលខុសត្រូវគឺលោកឡានប៉ុន្តែឥឡូវនេះគាត់ចេញពីធ្វើការហើយលេខាជាងថាមិនទាន់ដល់ម៉ោងផងហេតុអីក៏ចេញបុគ្គលិកបានតបមកវិញធម្មតាគាត់ចូលមកយឺតហើយចេញលឿនអញ្ចឹងគ្មានអ្នកណាហ៊ាននិយាយទេព្រោះតែគាត់ជាប្អូនប្រុសរបស់លេខាឡានហើយក៏ជាប្អូនថ្លៃរបស់អ្នកប្រុសធំជីទៀតរងយូស្ដាប់ឮក៏ប្រាប់ឲ្យលេខាជាងទៅហៅសើយានមកកាត់មកមើលខាងសើយានវិញលេខាឡាននិងកូនស្រីមកដល់សួរតាហេតុអីអត់ទៅធ្វើការសើយានអត់ទាន់ប្រាប់ការពិតទេក៏ហក់ថាថ្ងៃនេះមានការងារនៅខាងក្រៅភ្លាមហ្នឹងលេខាជាងក៏មកដល់ប្រាប់ថាឲ្យគាត់ឡើងទៅការិយាល័យមកផ្លែតលេខាឡានអត់ទាន់ដឹងថារងយូមកគ្រប់គ្រងក្រុមហ៊ុនទេឃើញលេខាជាងដែលជាលេខាផ្ទាល់របស់លោកតាមកស្មានតែលោកតាមកក្រុមហ៊ុនផ្សំគុំសើយានជាមួយនឹងរងយូបើបែបហ្នឹងមែននាងច្បាស់ជាខ្មាស់គេស្លាប់ហើយព្រោះអ្នកនៅក្នុងក្រុមហ៊ុនទាំងអស់អ្នកណាក៏ដឹងថាមនុស្សស្រីដែលសើយានត្រូវរៀបការជាមួយគឺជានាងដែរនាងបានសញ្ញោប្រាប់កូនចំណែកឯកូននៅនេះវិញក៏ដូចចិត្តទៀតបានរត់ទៅយំអោបជើងសើយានប្រាប់ថាចង់ទៅញ៉ាំអាហារពេលល្ងាចជាមួយរួចក៏ធ្វើជាពិបាកដកដង្ហើមម្ដាយក៏ភ័យបង្ខំឲ្យសើយានព្រមសន្យាជូននាងទៅបើមិនអញ្ចឹងទេនាងនឹងយំកាន់តែខ្លាំងធ្វើឲ្យជំងឺហឺតរើឡើងដោយសារតែការសម្ដែងពីអ្នកម៉ែកូននេះតំណងពេកសើយានក៏យល់ព្រមរួចប្រាប់ទៅលេខាជាងបើមានការអីចាំនិយាយគ្នាពេលក្រោយលេខាជាងឃើញទស្សនវិជ្ជានេះហើយក៏ហួសចិត្តដែរតែមិនដឹងថាហាមថាម៉េចក៏ត្រឡប់ទៅប្រាប់រងយូវិញថាកូនរបស់លេខាឡានឈឺអ្នកប្រុសធំមកមិនបានទេរងយូខឹងខ្លាំងណាស់អ្នកស្នងមរតកគ្រួសារជីទាំងមូលងប់ងល់នឹងស្រីឲ្យគេបង្វិលក្បាលតាមចិត្តខ្ជិលនិយាយច្រើនផ្ដល់ឱកាសឲ្យហើយមិនមកគាត់ប្រាប់ទៅលេខាជាងប្តឹងប៉ូលីសទៅយកឯកសារនេះជាភស្តុតាងមិនចាំបាច់ចាំការសម្រេចពីក្រុមប្រឹក្សាភិបាលអីទេបើមានបញ្ហាអីគាត់ជាអ្នកទទួលខុសត្រូវយើងងាកមកមើលខាងអ្នកញ៉ាំបាយនេះវិញសើយានគិតថាលោកតាគ្រាន់តែគំរាមដល់ពេលទៅគិតលុយក្នុងកាតក៏គ្មានលុយអាលុយសុទ្ធនៅក្រៅក៏គ្មានក៏បានឆាតតែខ្ចីលុយគេលេខាឡាននាងមានលុយតែនាងមិនព្រមឲ្យខ្លាចអាម៉ាស់មានសង្សារជាអ្នកមានហើយគ្រាន់តែញ៉ាំបាយមួយពេលសោះឲ្យខ្លួនដែលជាមនុស្សស្រីជាអ្នកភេទទៅវិញភ្លាមហ្នឹងប៉ូលីសក៏បានទេមកប្រាប់ឡានស៊ឺកាងត្រូវបានឃាត់ខ្លួនពីបទកឹបកេងប្រាក់ក្រុមហ៊ុនពេលនេះជាប់ឃុំនៅប៉ុស្តិ៍ប៉ូលីសកំពុងតែស៊ើបអង្កេតលើដំណឹងនេះភ្លាមសើយានបានមកដល់ផ្ទះផ្លែតសួររងយូហេតុអីចាំបាច់ប្តឹងប៉ូលីសគេជាប្អូនប្រុសរបស់លេខាឡានទើបតែចូលធ្វើការបានកន្លះឆ្នាំមានកំហុសឆ្គងខ្លះជារឿងធម្មតារងយូក៏តបគាត់បានចាំអ្នកទាំងពីរនៅក្រុមហ៊ុនពេញមើលរសៀលតែមិនឃើញទៅគ្មានជំរើសក៏បញ្ជូនឯកសារទៅប៉ូលីសតែម្ដងទៅក្នុងរយៈពេល6ខែកន្លះគេបានកឹបកេងលុយអស់480000លឺរងយូនិយាយច្បាស់ពេកសើយានអត់ហ៊ានមាត់ទេគិតថាលុយប៉ុណ្ណឹងសម្រាប់គាត់ទិញបានត្រឹមតែអាវមួយប៉ុណ្ណោះបើជាបុគ្គលិកធម្មតាគាត់នឹងធ្វើតាមច្បាប់ហើយប៉ុន្តែនេះជាប្អូនរបស់លេខាឡានគាត់ធ្វើមិនបានទេចំណែកឯចាយយីនេះវិញគ្រាន់តែឡានស៊ឺកាងធ្លាប់ប៉ៅផឹកស៊ីម្ដងក៏និយាយកាន់ជើងលុយប៉ុណ្ណឹងដកពីក្នុងគ្រួសារមកបំពេញក៏បានដែរលោកតាខឹងក៏ទះតុកផាំងជេរគេយកតែម្ដងថារាល់ថ្ងៃនេះរស់នៅសុខស្រួលណាស់សូម្បីតែលុយ40000ក៏មិនទាន់រកបានចូលផ្ទះផងហើយក៏ងាកទៅជេរសើយានទៀតគាត់មិនគួរណាចង់ឲ្យគេស្នងមរតកសោះភ្លើខ្លាំងណាស់ឡានស៊ឺកាងបង្ករឿងដល់តកូលជីបែបនេះហើយនៅជួយ
អង្វរឲ្យគេទៀតឃើញកូនប្រុសខឹងខ្លាំងពេករងយូបានឲ្យគាត់អង្គុយចុះសម្រួលអារម្មណ៍សិនទៅចាំនាងជាអ្នកដោះស្រាយហើយក៏ប្រាប់ទៅសឺយៀនបើក្នុងរយៈពេល3ថ្ងៃឡានស៊ឺកាងអាចផ្ដល់សំឡងដល់ក្រុមហ៊ុនគុណនឹង10នាងនឹងដកពាក្យបណ្ដឹងមកវិញសឺយៀនជាមនុស្សស្លូតត្រង់ណាស់ដើម្បីកុំឲ្យសង្សារខ្លួនឯងពិបាកក៏មានគំនិតចង់លក់ឡានយកលុយមកសងជំនួសប៉ុន្តែរងយូឆ្លាតគាត់ស្មានដឹងមុនបានដកហូតរបស់ដែលមានតម្លៃទាំងអស់ចេញពីគេមានដូចជាឡានគ្រឿងអលង្ការមាសពេជ្រព្រមទាំងភាគហ៊ុននិយាយរួមទៅពេលនេះសឺយៀននៅសល់តែខ្លួនទេតាមពិតគាត់ធ្វើបែបហ្នឹងព្រោះចង់ឲ្យគេដឹងឲ្យគេនឹងភ្លឺភ្នែកស្គាល់ច្បាស់ពីមុខមាត់ពិតរបស់បងប្អូនតកូឡានលោកតាពេញចិត្តនឹងវិធីដែលម្ដាយរបស់គាត់ដោះស្រាយណាស់ចំណែកឯចៅពៅនេះវិញអាណិតបងធំព្រោះតាំងពីជីទួតមកស្ថានភាពរបស់គាត់ដូចជាអន់ជាងគេទៅទៀតចឹងបានថាខ្ញីកាន់តែចាស់កាន់តែហឹលសឺយៀនក៏ដឹងពីកំហុសខ្លួនឯងដែរតែដូចនិយាយអញ្ចឹងមនុស្សចិត្តទុនពេកចិត្តល្អពេកគ្រាន់តែគេនិយាយលួងលោមតែបន្តិចក៏ជឿស្លុងអាណិតគេពេលនេះអស់ជំរឿហើយបានទូរស័ព្ទទៅខ្ចីលុយមិត្តភ័ក្តិនិងអ្នកដែលធ្លាប់ស្គាល់ប៉ុន្តែគ្មានអ្នកណាព្រមឲ្យទេព្រោះលោកតាបានគម្រាមពួកគេមុនសូម្បីតែមូហាក៏មិនហ៊ានជួយគាត់ដែរលេខាឡាបានទូរស័ព្ទមកសួរពីស្ថានភាពថាសឺយៀនសូមលោកតាដកពាក្យបណ្ដឹងវិញបានហើយនៅសឺយៀនក៏តបទាល់តែផ្ដល់សំណង10ដងទៅឲ្យក្រុមហ៊ុនបានគាត់យល់ព្រមលេខាឡានលឺហើយក៏ធ្វើជាយូរមកឲ្យគេជួយដល់នាងផងចំណែកឯកំឡោះសង្ហាកូនមួយនេះវិញក៏ចិត្តទុនភ្លាមមិនចង់ឃើញស្រីស្អាតស្រក់ទឹកភ្នែកក៏បានសន្យាថានឹងជួយឲ្យបានយើងកាត់មកមើលក្នុងថ្ងៃបន្ទាប់លេខាឡានឲ្យសឺយៀនជួយរើសរោបឲ្យកូនស្រីព្រោះនៅសាលាមានពិធីជប់លៀងនាងក៏មានអារម្មណ៍ថាសឺយៀនមួយរយៈនេះដូចជាប្លែកមិនសូវស្និទ្ធស្នាលដូចមុនសោះសឺយៀនគ្រាន់តែឃើញតម្លៃរោបភ្លាមឡើងកពុលមុខហ្មងដោយសារតែឥឡូវនេះធ្វើការស៊ីប្រាក់ខែគេដែរអត់សូវមានលុយតែក៏មិនហ៊ាននិយាយអីលេខាឡាននៅមិនសុខទេនាងថាត្រូវតែកម្ចាត់រងយូចោលព្រោះដោយសារតែរងយូម្នាក់គត់ទៅលោកតាដកគ្រប់យ៉ាងពីសឺយៀនធ្វើឲ្យនាងមិនអាចទទួលបានអ្វីពីគេនាងបានលួចមកជួបលេខាជាងដើម្បីស៊ើបដំណឹងអ្វីដែលនាងស្ដាប់ឮគឺមរតកទាំងអស់របស់ត្រកូលជីត្រូវបានផ្ទេរទៅឲ្យនិស្សិតស្រីម្នាក់ឈ្មោះរងយូឮហើយក្នុងខ្លួនកាន់តែនៅមិនសុខបានទូរស័ព្ទទៅតារាប្រុសម្នាក់គាត់មានឈ្មោះជីយ៉ាន់ទីងជាអ្នកប្រុសទី2នៃតកូលជីនាងបាននិយាយថានៅក្នុងផ្ទះគ្រួសារជីឥឡូវនេះមានរឿងធំហើយលោកតាបានចិញ្ចឹមនិស្សិតស្រីម្នាក់បានផ្ទេរតំណែងជាប្រធានគ្រប់គ្រងជីគ្រប់ភាគហ៊ុនទាំងអស់និងឈ្មោះអ្នកស្នងមរតកទៅឲ្យនាងអស់ហើយយ៉ាន់ទីងឮភ្លាមក៏រំសាយការថតហើយបញ្ញាប់មកផ្ទះវិញយ៉ាងលឿនចំណែកឯរងយូឯនេះវិញសំណាងណាស់មានកូនប្រុសដ៏ខ្ជូតយកនំឲ្យញ៉ាំចាក់តែឲ្យផឹកមានចៅប្រុសដ៏សង្ហាច្បាច់ស្មាឲ្យទៀតកំពុងតែមានក្តីសុខស្រាប់តែយ៉ាន់ទីងខឹងច្រឡោតតោតតោមកដល់ក៏ចង្អុលមុខស្ដីឲ្យថារងយូមិនចេះខ្មាស់អៀននៅក្មេងសោះមិនគិតខំប្រឹងរៀនទេបែរជាមកបោកប្រាស់មនុស្សចាស់ចៅយីនឹងមូហានឮហើយក៏ហួសចិត្តលោកតាដើរទៅដល់ក៏លោតដាក់មកឈើច្រត់ឆ្លើយណាស់ហ៊ានប្រមាថម្ដាយរបស់គាត់ចៅទាំង3ឯនេះវិញខំខ្ទប់មាត់អត់ហ៊ានសើចទេរងយូនិយាយថាគាត់មិនធ្លាប់គិតថាគាត់នៅក្មេងព្រោះតែនៅក្នុងផ្ទះនេះពោពេញតែដោយកូននឹងចៅទួតប៉ុន្តែគាត់ស្មានមិនដល់ថាខួរក្បាលរបស់ពួកគេម្នាក់មិនប្រក្រតីអញ្ចឹងសោះហើយរឿងនិយាយទួតខ្ញុំអាយុ20ឆ្នាំក៏ដល់ទីបញ្ចប់អរគុណច្រើនអ្នកទាំងអស់គ្នាដែលចូលចិត្តស្ដាប់ការសម្រាយរបស់ admin ជួបគ្នានៅរឿងភាគថ្មីក្រោយជម្រាបលាបាយបាយ